បាទគ្រប់ជំរាបសួរអ្នកទាំងអស់គ្នាយើងវិលត្រឡប់មកជួបគ្នាវិញទៀតហើយថ្ងៃនេះខ្ញុំបានលើកយកលំហាត់សម័យកាល D Bronxel ដែលមានសម័យកាល S កងបុក2 F' ស្មើ0បាទហើយចំនួនកគេតាំង Z ស្មើ F' ហើយគេឲ្យបង្ហាញ Z ជាចម្លើយនៃសម័យកាល Z' បូក 2Z ស្មើ0បាទយើងចូលត្រស្ដីបាទយើងដំបូងយើងត្រូវយកសម័យកាល S កងបុក2 F' ស្មើ0ហ្នឹងយកមកសរសេរជាទម្រង់បែប F' នេះសិនមកបាទហើយមាន F' អានេះ S កងយើងអាចសរសេរទៅជា F' ម្ដងហើយចាំយកទៅ F' ម្ដងយើងដេលអ្វីម្ដងហើយយើងយកទៅដេលអ្វីម្ដងទៀតបាទអញ្ចឹងអាកន្លែងដេលអ្វីខាងក្នុងមួយដេលអ្វីខាងក្នុងនេះយើងជំនួសវាដោយ C ដោយសារតែយើងដឹងថាអ្នកគេតាំងដំបូងគេមិនឲ្យតាំងគេឲ្យ C ស្មើ F' អញ្ចឹងកន្លែងហ្នឹងយើងជំនួសដោយC វិញបាទកន្លែងនេះកន្លែងនេះសូមទោសអ្នកនរគ្នាកន្លែងនេះ C ព្រីមតែម្ដងទេមាន2ដងទេខ្ញុំច្រឡំសរសេរបាទខាងក្រោមនេះបានត្រូវអញ្ចឹងយើងទទួលបានសម័យកាល C' បូក 2Z ស្មើ0អញ្ចឹងនាំឲ្យ C ហ្នឹងជាចម្លើយនៃសម័យកាលហ្នឹងដោយសារតែយើងអាចយក C ជំនួសចូលសម័យកាល S នេះហើយយើងអាចសរសេរចេញជាទម្រង់ដូចដែលគេឲ្យសរសេរខាងលើនេះបាទអញ្ចឹងសំណួរខដោះស្រាយសម័យកាល C' បូក 2Z ស្មើ0បាទអញ្ចឹងអានេះស្រួលទេយើងដាក់តាមរូបមន្ត C ស្មើការគុណនឹង សេគុណដក AX បាទហើយ A យើងគឺ2បាទនេះអញ្ចឹងចំនួនចូលមក C នៃ X ស្មើការគុណនឹង សេគុណដក 2X បាទហើយការជារបស់ A បាទអញ្ចឹងវាលំហាត់ខហ្នឹងយើងនៅសល់មួយចំណុចទៀតគេឲ្យទាញរកចម្លើយនៃសម័យកាល S កងបូក 2F' ស្មើ0យើងមាន F' ស្មើ Z ហើយ Z ហ្នឹងស្មើការសេគុណដក 2kx អញ្ចឹងនាំឲ្យ F' ស្មើនឹងការសេគុណដក 2kx ហើយទាញហឹកS មកគាត់នៅពេលអង់តេក្រាមកបាទចេញជាទម្រង់បែបនេះបាទអានេះបូក B សារតែអង់តេក្រាវាបូកនឹងចំនួនថេមួយទៀតហើយអានេះយើងតាំងវាស្មើ A បាទដោយសារតែ2ហ្នឹងវាជាចំនួនថេទេ A ហើយការយើងជំនួសវាដោយ A ទៅវាស្រួលសរសេរជាងវាអត់មានដក1លើ2នេះបាទអញ្ចឹងចម្លើយនេះហើយស្មើប៉ុណ្ណឹងហើយចំនួនទី3គេឲ្យផ្ទៀងផ្ទាត់ចំនួនទី2ហើយនឹងដោះស្រាយតាមវិធីមុខធម្មតាយើងឲ្យសម័យការសម្គាល់នៃ S សកងបូក 2F' ស្មើ0នេះមកទទួលបាន A ក្រេបូក 2A ស្មើ0ហើយយើងចាប់វាជាកតាយើងឲ្យវា A ស្មើ0ឬក៏ A ស្មើដក2បាទយើងទាញឆ្លើយដូចនេះអញ្ចឹងយើងទទួលបានបែបនេះហើយកន្លែងនេះសេគុណ0ស្មើ1បាទផ្សេងបានជាទម្រង់បែបនេះវាដូចទៅនឹងចំនួនទី2បាទអញ្ចឹងវានេះវាទៀងទាត់ហើយវីដេអូនេះក៏ចោលទៅហើយប៉ុណ្ណឹងជួបគ្នាវីដេអូក្រោយបាយបាយអ្នកនរគ្នា